សិនជាបងប្អូនអរគ្នាធ្វើការលុបនៅរូបភាពវីដេអូច្រើនហើយប៉ុន្តែនៅតែពិបាកក្នុងការថតវីដេអូដោយសារតែលុបទៅវានៅតែពេញ memory ដដែលអញ្ចឹងបងប្អូនអរគ្នាអាចអនុវត្តតាមវិធីសាស្ត្រទាំង4ខាងក្រោមនេះទី1នៅពេលដែលបងប្អូនអរគ្នាធ្វើការលុបនៅរូបភាពឬក៏វីដេអូនៅក្នុងកម្មវិធី photo របស់ iPhone គឺបងប្អូនអរគ្នាមិនអាចលុបតែម្ដងអស់ទេមានន័យថាគឺបងប្អូនបន្ទាប់ពីលុបនៅកន្លែងនឹងរួចរាល់ហើយបងប្អូនត្រូវធ្វើការអូសទៅខាងក្រោមគេបង្អស់បានដើម្បីទៅរក function មួយដែលមានឈ្មោះថា recently delete អញ្ចឹងបងប្អូនគ្រាន់តែចុចចូលកន្លែងហ្នឹងហើយធ្វើការ scan នៅមុខរបស់យើងមួយមកចុចលើពាក្យ view album តោះមកបងប្អូនធ្វើការចុច select ហើយធ្វើការចុច select all បាទហើយយើងធ្វើការចុច select មកហើយចុចនៅ tray 3ហើយយកពាក្យ delete all អញ្ចឹងតើតែយើងលុបបែបនេះទៅលក្ខណៈថារូបភាពឬវីដេអូដែលយើងបានលុបចេញពី photo ហ្នឹងគឺវាបាត់ចាប់ពីពេលហ្នឹងតទៅវាអត់រងចាំ30ថ្ងៃទេទី2គឺតាក់ទងជាមួយនឹងកម្មវិធី chat ផ្សេងៗដូចជា Messenger ឬក៏ Telegram ជាដើមសម្រាប់ Telegram ជាឧទាហរណ៍គឺយើងចូលទៅកាន់ setting មកហើយចូលទៅកាន់ storage ហើយបងប្អូនធ្វើការចុចពាក្យ clear នៅខាងក្រោមហ្នឹងទៅចំណុចទី3គឺតាក់ទងជាមួយនឹងកម្មវិធីក្នុងការ edit បាទដូចជាកម្មវិធីកាត់តវីដេអូកាត់តរូបភាពអីផ្សេងៗឧទាហរណ៍ដូចជា CapCut ជាដើមខ្ញុំលើកឡើងមកឧទាហរណ៍ដោយកម្មវិធីនេះគឺនិយមប្រើប្រាស់ច្រើនជាងគេអញ្ចឹងដូចបងប្អូនទាំងគ្នាបានដឹងស្រាប់ហើយថា CapCut គឺរាល់ពេលដែលយើងកាត់ផ្សេងៗ project ដែលយើងកាត់ហ្នឹងគឺវា store ទុកនៅក្នុងហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែចូលឡើង project ចុច view all ហើយបងប្អូនធ្វើការ select ទាំងអស់តែម្ដងបាទដោយចុចសញ្ញាគ្រីសហើយបន្ទាប់មកយើងចុចនៅពាក្យ select all ផ្នែកខាងស្ដាំនៅខាងលើនេះឯងបន្ទាប់មកបងប្អូនចុច move to trash បាទនេះចុចទៅនៅជួរទី2ហ្នឹងបន្ទាប់មកយើងចុច view មកតង់ទៀតដើម្បីធ្វើការ select all ហើយធ្វើការ delete ម្ដងទៀតបាទអញ្ចឹងតតែ delete 2តង់អញ្ចឹងបានវាអាចបាត់នៅ project ទាំងអស់ហ្នឹងហើយវាអាច clear up space នៅdata ឬក៏ទិន្នន័យក្នុងការប្រើប្រាស់ទំហំផ្ទុកទូរស័ព្ទរបស់យើងឡើងវិញទៀតគឺខ្ញុំទីហោទៅលើកម្មវិធី VN ក៏ដូចគ្នាដែរនៅពេលដែលយើងចុចមកនៅពេលដែលយើងចូលមកកន្លែង project របស់យើងហ្នឹងគឺវាឃើញ project របស់យើងច្រើនហើយទាំងអស់ហ្នឹងវាជាទិន្នន័យដែលវា store ទុកដូចទៅនឹង CapCut អញ្ចឹងបន្ទាប់ពីបងប្អូនចុច delete ហើយក៏វាអត់ទាន់អស់ដែរទិន្នន័យហ្នឹងវានៅដដែលបាទអញ្ចឹងបងប្អូនត្រូវចូលទៅកន្លែង trash កន្លែងធុងសម្រាប់ហ្នឹងហើយចុច delete មកតង់ទៀតបានវាអស់អញ្ចឹងណាបាទចំណុចទី3គឺតាក់ទងជាមួយនឹងកម្មវិធីឬក៏បណ្ដាញសង្គមផ្សេងៗឧទាហរណ៍ថាដូចកម្មវិធី Facebook កម្មវិធី TikTok YouTube Kaisu ឬក៏កម្មវិធីផ្សេងៗដែលបងប្អូនតែងតែមើលវីដេអូមើលការផុសអីផ្សេងៗគឺត្រូវតែ clear ដូចគ្នាបើមិនអញ្ចឹងទេទិន្នន័យគឺវាកើនឡើងច្រើនធ្វើឲ្យទំហំផ្ទុករបស់យើងវាកាន់តែតិចទៅអញ្ចឹងជាក់ស្ដែងខ្ញុំឧទាហរណ៍ដូច TikTok អញ្ចឹងយើងចូលមកកម្មវិធី TikTok ហើយចូលទៅ profile ចូលទៅកន្លែង tray 3ខាងលើចុច setting and privacy ហើយបងប្អូននឹងឃើញខាងក្រោមនេះមានពាក្យថា free up space ចឹងដូចជាក់ស្ដែងអញ្ចឹងទិន្នន័យរបស់វាឡើងដល់ចិត្ត 1G ហើយទាំងខាច់ទាំងអីទៀតសរុបទៅវា2-3G អីអញ្ចឹងទៅអញ្ចឹងវាក៏ជាការ clear មួយដើម្បី save ជាមួយនឹងអង្គផ្ទុកទិន្នន័យរបស់ទូរស័ព្ទរបស់យើងបានដូចគ្នាផងដែរអញ្ចឹងបងប្អូនទាំងគ្នាអាចចុច clear នៅក្នុងកម្មវិធី TikTok បានដូចគ្នាចំណុចទី4ដែលជាចំណុចចុងក្រោយគឺតាក់ទងជាមួយនឹង app ឬក៏ application ផ្សេងៗដែលបងប្អូនគិតថាអត់ចាំបាច់ក្នុងការប្រើប្រាស់ទេគឺបងប្អូនទាំងគ្នាអាចធ្វើការលុបចោលឧទាហរណ៍ដូច app ខ្លះអញ្ចឹងយើងត្រូវការប្រើម្ដងម្កាលទេដល់ពេលយើងប្រើទៅវាមានទិន្នន័យច្រើននៅក្នុងនោះយើងអាចចូលទៅ clear តែអីចឹងទៅគឺបងប្អូនទាំងគ្នាមិនចាំបាច់ទុកទេអាចធ្វើការ delete ចោលបានអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយ